សួស្តីអ្នកគ្នាចឹងថ្ងៃនេះដែរខ្ញុំនឹងធ្វើការមកបង្រៀនអ្នកនរគ្នាពីរបៀប download ចូល Launcher គឺ Minecraft Java Sim ហ្នឹងហើយអត់អស់លុយទេចឹងអ្នកគ្នាជាដំបូងចុចចូល Play Store ហើយអ្នកនរគ្នាចុចកន្លែងពាក្យស្វែងរកនេះកន្លែងហ្នឹងយើង search មកនេះយើង search ពាក្យថា Mojo Launcher ហ្នឹងឲ្យថាអញ្ចឹងមកជុកខខ្ញុំនេះអ្នកគ្នានេះវាមានតាមកម្រិតវាមានតែ What នេះអ្នកនរគ្នាដែលនេះដោយសារតែខ្ញុំបាន download ហើយអញ្ចឹងគឺខ្ញុំអាចបើកដើម្បីលេងបានប៉ុន្តែបងប្អូនគ្នាណាដែលបាន download អ្នកគ្នាគ្រាន់តែចុច download ទៅហើយជ្រុងចាំឲ្យវាពេញ100ទៅគឺអាចចូលលេងបានហើយនៅពេលអ្នកគ្នាបើកនេះអ្នកនរគ្នាធ្វើការនេះចុចកន្លែងមុនដំបូងអ្នកគ្នាគឺវា load ចេះ add account វាមាន account ទេតែដោយសារតែនេះខ្ញុំបាន download ហើយលេងបង្កើត account បង្កើតអីចឹងទៅខ្ញុំបានបង្កើត account បានមួយចឹងអ្នកគ្នាចង់បង្កើត account ទៀតអ្នកចឹងអ្នកគ្នាដែលអត់តបង្កើត account និយាយចេះវិញអ្នកដែល down មក challenge មកដំបូងច្បាស់ជាអត់មាន account ទេចឹងគេឲ្យយើងចុចកន្លែង add account ហ្នឹងហើយអ្នកនរគ្នាចុចនេះចុចកន្លែង add account ហ្នឹងចុចកន្លែង add account ហ្នឹងហើយចុចកន្លែងអាក្រោមគេនេះខ្ញុំអត់សូវចេះអានណា locate account អីមិនខ្ញុំអត់សូវចេះអានអង់គ្លេសទេហ្នឹងហើយចុចអាក្រោមហ្នឹងមកគេឲ្យយើងនេះ username មានន័យថា name ដែលយើងប្រើប្រាស់ចង់ដាក់អីគេបើថាខ្ញុំដាក់ name របស់ខ្ញុំដាក់ថា Siu Ching ចឹងអូខេហ្នឹងគឺជា name របស់ខ្ញុំចឹងគឺខ្ញុំដាក់ចឹងហើយយើងនេះអ្នកគ្នាការចឹងមកហើយអ្នកគ្នាមិនដាក់អ្នកគ្នាដាក់ឈ្មោះមិនដាក់ទៅស្រេចទៅចិត្តអ្នកគ្នាឬក៏ដាក់ឈ្មោះតខ្លួនក៏បានដាក់ឈ្មោះក៏បានដែរស្រេចទៅចិត្តទេអ្នកគ្នាឆ្លាញ់ណាដាក់មួយហ្នឹងទៅហើយអ្នកគ្នាក៏អាចបង្កើត account បានច្រើនទៀតផងដែរហ្នឹងហើយតែវាមាន limit វាមិនមែនបង្កើតបានទាំងអស់រហូតទេវាមាន limit ចឹងអ្នកនរគ្នាទៅការយក account អ្នកគ្នាឲ្យទៅការ search version ដែលអ្នកគ្នាចង់លេងអញ្ចឹងជាដំបូងនេះខ្ញុំប្រាប់មួយអ្នកគ្នាមកដំបូងអ្នកគ្នាត្រូវចុចកន្លែងអូខាងក្រោមហ្នឹងមកកន្លែងលេខបូកមកអ្នកគ្នាចុចនៅកន្លែងនេះមកលើគេហ្នឹងអ្នកគ្នាហ្នឹងមកវាឲ្យអ្នកគ្នា search version ហើយ select version ណាអ្នកគ្នាចង់លេខ version អីសម្រាប់ខ្ញុំគឺ version 1.21.5 អញ្ចឹងអ្នកគ្នាចុចកន្លែងនេះមកតមកនេះវានឹងឃើញហើយនេះ 1.21.5 អ្នកគ្នាគ្រាន់តែចុច play វាទៅវាចឹងហើយអ្នកនរគ្នារងចាំវារៀងយូរតិចណាអ្នកនរគ្នារងចាំវារៀងយូរទៅវាចូលលេងឲ្យយើងបានហ្នឹងហើយហ្នឹងហើយអ្នកនរគ្នាចឹងដោយសារតែវាយូរពេកចឹងទូរស័ព្ទខ្ញុំវាកាំងផងអីផងចឹងអ្នកគ្នាអាចចុចលេងតាមហ្នឹងទៅចុចsingle player អ្នកគ្នាចង់លេងណែចុច single player ចង់លេង server អី select server multiplayer អីចឹងទៅ select server ដែលអ្នកគ្នាចង់លេងអីចឹងណាចឹងគឺ yes ចាំអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេគឺបង្រៀនពីរបៀប download Minecraft Java Sim ដោយអត់អស់លុយអូខ្ញុំភ្លេចបញ្ជាក់មួយទៀតសម្រាប់ទូរស័ព្ទ iPhone អីគឺ download បានទេបានតែក្រៅពី iPhone តែប៉ុណ្ណោះដូចជា Vivo Oppo Samsung អីទៅ download បានដូច Android បាន download បាននិយាយចាំហ្មងហើយខ្ញុំទូរស័ព្ទមក Android អញ្ចឹងខ្ញុំអាច download បានអញ្ចឹងបាយអ្នកនរគ្នាជួបខ្ញុំនៅវីដេអូក្រោយ